Okay, handshake. Yeah, I think tomorrow's game will be a tough match. សម្រាប់លោកគ្រូការយកឃើញការប្រកួតថ្ងៃស្អែកគឺយើងរំពឹងថាជាការប្រកួតមួយដ៏តានតឹងជាក់ស្ដែងគឺយើងបានប្រកួតជាមួយទៅនឹង Falcon កាលពីឆ្នាំមុនគឺយើងឈ្នះ 2-1 ប៉ុន្តែនៅក្នុងការប្រកួតនោះគឺមិនងាយស្រួលទេសម្រាប់យើងអញ្ចឹងសង្ឃឹមថាការប្រកួតថ្ងៃស្អែកគឺជាការប្រកួតមួយដ៏តានតឹងសម្រាប់យើងសម្រាប់ Rio គឺការយកឃើញរបស់គាត់គឺសលៀងទៅនឹងគ្រូដូចបានលើកឡើងអញ្ចឹងគឺក្រុម Falcon គឺជាក្រុមមួយដែលមានការប្រជែងខ្លាំងពាក់ព័ន្ធទៅនឹងកត្តាកាយសម្បទាហើយក៏ដូចជានៅពេលដែលវាបកគឺជាក្រុមមួយដែលលេងទៅលើលឿន Like Rio just said, they like to play quite a fast-paced game. They like to go forward quickly. ការប្រៀបធៀបក្រុម Falcon ឆ្នាំមុនហើយនិងឆ្នាំនេះបើសិនជាយើងគិតអំពី style លេងក៏ដូចជារបៀបលេងហ្នឹងគឺមិនសូវជាខុសគ្នាប្រហែលទេហើយដូច Rio បានលើកឡើងអញ្ចឹងក្រុម Falcon គឺជាក្រុមមួយដែលលេងវាយបកទៅលឿនទៅ space លឿនតាមដែលអាចធ្វើទៅបានហើយយើងក៏ដូចគ្នាអញ្ចឹងពាក់ព័ន្ធទៅនឹងរបៀបលេងរបស់យើងហើយសម្រាប់កីឡាករចំនួនភាគច្រើនគឺនៅក្លឹបដដែលឆ្នាំមុនក៏ដូចជាឆ្នាំនេះហើយនឹងកីឡាករបរទេសមានការប្រែប្រួលមួយចំនួនអញ្ចឹងពាក់ព័ន្ធទៅនឹងការប្រកួតថ្ងៃស្អែកគឺយើងរំពឹងថាការប្រកួតមួយដែលវាស្តៀងទៅនឹងឆ្នាំមុនអញ្ចឹងវាប្រកាសថាជាការប្រកួតមួយដ៏តានតឹង Yeah, like look, obviously going to play away in Mongolia wasn't easy. I don't know exactly what the temp. សម្រាប់យើងគឺយើងដឹងហើយការប្រកួតនៅម៉ុងហ្គូលីគឺជាប្រទេសមួយដែលត្រជាក់នៅនោះគឺការដែលយើងលេងនោះប្រហែលជាដក2ដក3អង្សាហើយបើសិនជាគាត់ជ្រើសរើសហ្នឹងហើយគាត់ជ្រើសរើសលេងការប្រកួតនៅក្នុងដីព្រោះការប្រកួតនៅក្នុងដីគឺប្រសើរសម្រាប់យើងហើយវាជាសម្ពាធមួយសម្រាប់យើងព្រោះការប្រកួតនៅក្នុងដីគឺយើងមានអ្នកគ្រប់គ្រងប្រកបណាស់អ្នកគ្រប់គ្រងពិតជាជំរុញឲ្យយើងលេងបានល្អនៅក្នុងឈ្នះការប្រកួត to perform and to win for sure but look it's nothing really different to what we face most weeks. Most games we play we're expected to win and I'm sure the players will cope well.